តើគ្នាជឿទៅលើការឆ្លងភពដោយថាយើងកំពុងតែនៅឆ្នាំ2023ស្រាប់តែមកស្ទុះក្រោយយើងនៅឆ្នាំ1940ជាងអ្នកតើគ្នាជឿទៅលើរឿងហ្នឹងអត់ថ្ងៃនេះខ្ញុំនិយាយអំពីការឆ្លងភពរបស់បរិមម្នាក់ដែលគាត់មានឈ្មោះថា Sergei Ponomarenko គាត់បានឆ្លងភពពីឆ្នាំ1958ទៅឆ្នាំ2006ហើយដែលធ្វើឲ្យគាត់ឆ្លងភពទៅឆ្នាំ2006នឹងបានណាហេតុការណ៍ដំបូងគឺគាត់កំពុងតែដើរលេងជាមួយនឹងគូដណ្ដឹងគាត់ទេដែលបងស្រីហ្នឹងក៏មានឈ្មោះថា Valentino Corris ដែលគាត់ហ្នឹងគឺបានភ្ជាប់ពាក្យជាមួយគ្នារយៈពេល2ឆ្នាំមកហើយគាត់បានដើរលេងតាមសួនច្បារអញ្ចឹងណាកំពុងតែដើរលេងសុកស្រាប់តែគាត់ហ្នឹងបានឃើញជាមួយនឹង UFO លឿនថា UFO ធំមែនតើបានធ្លាក់នៅគៀនហ្នឹងណាពេលដែលគាត់កំពុងតែថត UFO របៀបថាយានយន្តធំមែនតើដែលធ្លាក់ពីលើមេឃមកក្រោមហ្នឹងណាតើគ្នាដូចយានអវកាសអញ្ចឹងណាគាត់ក៏បានឆ្លងមកឆ្នាំ2006ហើយពេលដែលគាត់ឆ្លងមកឆ្នាំ2006ហ្នឹងគាត់របៀបថាភ្ញាក់ផ្អើលមែនតើណាហេតុអីបានជាគាត់មកដល់ភពហ្នឹងហើយគាត់មើលទៅការស្លៀកពាក់គេក៏ខុសពីគាត់ដែរទូក្រោយប៉ូលីសនៅឆ្នាំ2006ហ្នឹងគេក៏បានចាប់ខ្លួនគាត់ដើម្បីសួរព័ត៌មានថាគាត់មកពីណាអញ្ចឹងព្រោះថាការស្លៀកពាក់គាត់ទាំងអត្តចរិតគាត់ហ្នឹងគឺខុសគ្នាមែនតើពីប៉ូលីសបានចាប់ខ្លួនគាត់ហើយគាត់ក៏បាននិយាយថាខ្ញុំមកមុននឹងបន្តិចខ្ញុំនៅឆ្នាំ1958ទេហេតុអីបានឥឡូវហ្នឹងខ្ញុំមកដល់ឆ្នាំ2006ហើយប៉ូលីសហ្នឹងអត់ជឿទេហើយប៉ូលីសក៏បានឆែកឆេរខ្លួនលោក Sergei Ponomarenko ហ្នឹងទៅដល់ពេលឆែកទៅស្រាប់តែឃើញរបៀបថាកាតមួយដូចតាញៀនបានសម័យឥឡូវអញ្ចឹងណាដែលគេបានដាក់ថា Sergei Ponomarenko ហ្នឹងកើតនៅឆ្នាំ1938អញ្ចឹងគ្រាន់តែប៉ូលីសឃើញប៉ូលីសភ្ញាក់ប៉ូលីសឃើញមុខមាត់គាត់ហ្នឹងគឺនៅក្មេងមែនតើហេតុអីបានជាគាត់កើតឆ្នាំ1938មិនត្រឹមតែប៉ុណ្្នឹងណាគេបានដាក់ទៀតថាគាត់កើតនៅសហភាពសូវៀតតែទាំងដែលសហភាពសូវៀត2006ហ្នឹងគឺបានដួលរលំហើយអីបានជាគេដាក់ថាគាត់ហ្នឹងកើតនៅសហភាពសូវៀតអញ្ចឹងព្រោះឥឡូវហ្នឹងកន្លែងដែលគាត់កំពុងតែនៅហ្នឹងគឺគេដូរពីសហភាពសូវៀតទៅកាន់អ៊ុយក្រែនហើយដោយសារតែប៉ូលីសមានការសង្ស័យខ្លាំងមែនតើអញ្ចឹងប៉ូលីសក៏បានឆែកឆេរខ្លួនគាត់ហើយប៉ូលីសក៏បានឃើញកាមេរ៉ាមួយដែលគាត់បានថតរូបកាលពីអំបញ្ញមិញអញ្ចឹងណាហើយប៉ូលីសក៏បានយកកាមេរ៉ាហ្នឹងទៅឲ្យអ្នកជំនាញក៏បាននិយាយថាកាមេរ៉ារបស់លោក Sergei Ponomarenko ហ្នឹងគឺជាកាមេរ៉ាស៊េរីចាស់មែនតើដែលសម័យ2006ហ្នឹងឥឡូវគឺគេអត់មានប្រើទេតែកាមេរ៉ាហ្នឹងគឺថ្មីមែនតើគឺជារបស់កម្រមួយដែលពីឆ្នាំ2006ហ្នឹងទិញកាមេរ៉ាហ្នឹងអត់បានទេតែហេតុអីបានជាកាមេរ៉ាហ្នឹងនៅតែថ្មីដូចតែទិញអញ្ចឹងណាហើយអ្នកជំនាញក៏បានផ្ដិតយករូបក្នុងកាមេរ៉ារបស់លោក Sergei Ponomarenko ហ្នឹងផ្ដិតរូបមកគេក៏បានឃើញរូបស្ត្រីម្នាក់ដែលបានឈរថតជាមួយនឹងលោក Sergei Ponomarenko ហ្នឹងពេលដែលអ្នកជំនាញកំពុងតែផ្ដិតរូបឲ្យគាត់ហ្នឹងណាពេលដែលឃើញរូបស្ត្រីហ្នឹងហើយគេបានចេញមកសួរលោក Sergei Ponomarenko ហ្នឹងស្រាប់តែលោក Sergei Ponomarenko ហ្នឹងគឺបាត់ខ្លួនទៀតឯអ្នកតាគ្នាអញ្ចឹងប៉ូលីសគឺបានស្វែងរកលោក Sergei Ponomarenko ហ្នឹងហើយគឺអត់ឃើញទេអញ្ចឹងទៅគេក៏បានស្វែងរកនារីម្នាក់ដែលនៅក្នុងរូបភាពហ្នឹងហើយពេលដែលស្វែងរកបានហើយគេក៏បានសួរស្ត្រីនឹងថាតើអ្នកនាងពិតជាស្គាល់លោក Sergei Ponomarenko មែនទេហើយនឹងក៏បាននិយាយថាខ្ញុំពិតជាស្គាល់បរិសុទ្ធក្នុងរូបភាពនឹងមែនគាត់គឺជាគូដណ្ដឹងរបស់ខ្ញុំដែលបានបាត់ខ្លួនកាលពីឆ្នាំ1958ដែលគាត់មានឈ្មោះថា Sergei Ponomarenko ហើយខ្ញុំឥឡូវគឺមានអាយុ70ឆ្នាំជាងហើយទៅប៉ូលីសគឺមានការភ្ញាក់ផ្អើលខ្លាំងមែនតើដែលមានការឆ្លងភពណាអ្នកនរគ្នាវាជារឿងមួយដែលអត់ដែលមានកាត់ឡើងហើយអ្នកនរគ្នាជារឿងដែលកម្រអញ្ចឹងគេនៅតែមានភាពងឿឆ្ងល់ថាលោក Sergei Ponomarenko ហ្នឹងគឺបានបាត់ខ្លួនទៅណាអូខេអ្នកនរគ្នានេះគឺជាវីដេអូរបស់ខ្ញុំចឹងមកអ្នកនរគ្នាចូលចិត្តជាមួយនឹងវីដេអូខ្ញុំសម្រាប់អញ្ចឹងកុំភ្លេច like វីដេអូនេះណាដែលមានពណ៌ស្អែមគឺងាយស្រួលសប៉ុន្តែស្បែកដែលខូចដូចខ្ញុំគឺពិបាកក្នុងការសមែនតើពេលដែលខ្ញុំញ៉ាំផ្លាសេរ៉ាហ្នឹងគឺរយៈពេល4ខែពេញតែម្ដងអ្នកនរគ្នាអាចចាប់អារម្មណ៍មើលស្បែកខ្ញុំពីដំបូងហើយនឹងឥឡូវបានទេសាច់ខ្ញុំបន្ទាប់ពីញ៉ាំអស់3កំប៉ុងជាងហើយគឺភ្លឺថ្លាជាងរូបពីមុនច្រើនមែនតើចូលមកដល់ខែនេះហើយគឺខ្ញុំញ៉ាំអស់4កំប៉ុងត្រឹមតែម្ដងហើយរបស់ខ្ញុំមកផ្លាស់ប្ដូរសឹងតែ180ដឺក្រេណាបងប្អូនគឺសចេញមកភ្លឺបែបមានសំណើមសុខភាពល្អក្មេងជាងវ័យតែម្ដងហើយរបៀបញ៉ាំនៅនឹងរបៀបថែស្បែកខ្ញុំគឺអត់ពិបាកទេព្រឹកឡើងញ៉ាំមួយគ្រាប់ពេលយើងញ៉ាំបាយហើយជាមួយនឹងពេលយប់ញ៉ាំមុនចូលគេងបន្ទាប់ពីអាហារពេលល្ងាចហើយអ្នកទាំងអស់គ្នាញ៉ាំផ្លាសេរ៉ានេះខ្ញុំធានាថាស្បែកអ្នកទាំងអស់គ្នានឹងសក្មេងជាងវ័យដូចខ្ញុំចឹងខ្ញុំមកធ្លាប់ខូចខ្លាំងណាស់ស្បែកដែលស្បែកខ្ញុំបានប៉ុណ្ណឹងវិញគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើទោះបីវាអត់សខ្លាំង
ខ្លាំងដូចគេក៏ដោយចំពោះផ្ទៃមុខខ្ញុំវិញអ្នកទាំងអស់គ្នាខ្ញុំ recommend មែនតើសម្រាប់បងដែលគាត់មានបញ្ហាមុនខ្សាច់ដូចខ្ញុំអញ្ចឹងតែមកខ្ញុំមកឲ្យតែប្រើ foundation ឬក៏ cushion អីគឺឡើងមុនក្បាលខ្មៅពេញហ្នឹងមកប៉ុន្តែស្បែកមុខខ្ញុំតាំងពីបិទជាមួយនឹង clay mask ហ្នឹងគឺមុខខ្ញុំស្អាតមែនតើមិនត្រឹមតែប៉ុណ្្នឹងឯងខ្ញុំតែងតែប្រើជាមួយនឹង mask ស្លឹករបស់ Felix ទៀតបន្ទាប់ពីខ្ញុំបិទ clay mask ហើយធ្វើតែអញ្ចឹងមួយអាទិត្យ2 ដងស្បែកខ្ញុំលាប skin care អីក៏ចូលដែរសំខាន់គឺស្អាតចេញមកភ្លឺថ្លាតែម្ដងចង់បានមុខស្អាតកុំភ្លេច Felix ណា